បាទគឺជួបពុកម៉ែបងប្អូនទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះគឺមកដាក់ចំណុយកែបបាទចំណុយកែបធំបាទខ្ញុំចង់និយាយទាក់ទងទៅនឹងបញ្ហាកង្កែបដែលវាខាំគ្នាណាបាទដែលវាខាំគ្នាអញ្ចឹងកង្កែបជាធម្មជាតិគឺវាលេបគ្នាដូចស៊ីគ្នាដូចត្រីរ៉ស់អីចឹងណាបាទត្រីរ៉ស់ត្រីក្តោអីណាបាទនិយាយទៅសត្វក្នុងទឹកភាគច្រើនគឺវាស៊ីអាហារស៊ីឲ្យទៅស៊ីប្រភេទជាសាច់រស់ត្រូវការប្រូតេអ៊ីនខ្ពស់បាទលើកលែងតែដូចជាត្រីកាភ្លេងឬក៏ត្រីដូចជាឆ្ពិនណាបងប្អូនជាស្ទាយខ្ញុំអត់សូវច្បាស់ដែលត្រីដែលចូលចិត្តស៊ីសាឡាយស៊ីអីអាហ្នឹងបានវាអត់ខាំគ្នាបាទឲ្យតែសត្វដែលស៊ីសាច់ជាអាហារប្រភេទត្រីដែលស៊ីសាច់ជាអាហារហើយនឹងកង្កែបយើងនេះអន្ទង់ក៏ដូចគ្នាដែរបងប្អូនអន្ទង់ក៏ពួកប្រភេទស៊ីសាច់ជាអាហារដែរអញ្ចឹងគឺវាឲ្យតែមានតូចមានធំគឺវាខាំស៊ីគ្នាវលេគ្នាហើយបាទអញ្ចឹងគឺជាដំណោះស្រាយកង្កែបយើងមិនមានទៅថាបងប្អូនខ្លះគាត់សួរថាមានថ្នាំអីដាក់កុំឲ្យវាខាំគ្នាបាទអញ្ចឹងគឺអត់មានទេមិនមានថ្នាំអីដែលដាក់ឲ្យវាខាំគ្នាទេអញ្ចឹងវិធីសាស្ត្រមានតែយើងដាក់ចំណីឲ្យវាស៊ីឆ្អែតដាក់ឲ្យច្រើននៅវាស៊ីឆ្អែតហ្នឹងគឺកាត់បន្ថយបានមួយបាទកត្តាមួយទៀតគឺយើងត្រូវកុំឲ្យមានតូចមានធំហ្នឹងខ្លាំងពេកណាបាទឧទាហរណ៍ថាប្រប៉ិនកូនដៃនៅមួយប៉ិនមេជើងអីចឹងអាហ្នឹងវាលេខគ្នាហើយបើសិនជាប៉ិនមេដៃប៉ិនដៃកដាលដៃច្អុលអីចឹងទៅវាលៀងគ្នាតិចអាហ្នឹងវាមិនអីទេអាហ្នឹងយើងគ្រាន់តែដាក់ចំណីឲ្យវាស៊ីច្រើនទៅលែងជាបញ្ហាហើយចឹងណាវាបាទកង្កែបជាទូទៅវានៅតែខាំគ្នាហ្នឹងឯងបងប្អូនបាទប៉ុន្តែគាត់ថាវាខាំទៅធំដូចគ្នាអញ្ចឹងវាលេខគ្នាមិនរួចអញ្ចឹងណាគឺក៏ប្រហាក់ទំហំដូចថាប៉ិនមេដៃនិងប៉ិនដៃច្អុលអញ្ចឹងអាប៉ិនដៃច្អុលហ្នឹងវាអាចរើអីរួចអញ្ចឹងណាបាទបើសិនថាវាប៉ិនមេដៃហើយនឹងប៉ិនមេជើងនិងប៉ិនកូនដៃអញ្ចឹងទៅវាអាចលេខគ្នាអញ្ចឹងណាបងប្អូនបាទហ្នឹងហើយអញ្ចឹងដំណោះស្រាយយើងមាន2ចំណុចបាទចំណុចទី1គឺបំបែកកុំឲ្យវាធំតូចជាងគ្នាខ្លាំងពេកអញ្ចឹងណាកុំឲ្យធំតូចជាងគ្នាដាច់ពេកអញ្ចឹងណាបាទវាអាចលៀងគ្នាបន្តិចតួចមិនជាបញ្ហាទេបាទកុំឲ្យតែលំអៀងគ្នាខ្លាំងណាលំអៀងគ្នាខ្លាំងវាលេបហើយអញ្ចឹងណាបើលំអៀងគ្នាបន្តិចតួចវាលេបមិនរួចទេបាទណាលេបមិនរួចទេហើយក៏អាចអារៀងស្ទើហ្នឹងក៏វាអាចរើបំរាស់រួចអញ្ចឹងណាបាទហើយចំណុចទី2បើថាយើងនៅតែវានៅតែខាំគ្នាទៀតហើយទំហំវាមិនសូវជាខុសគ្នាខ្លាំងទេអានឹងយើងដាក់ចំណីឲ្យរៀងឆ្អែតតិចទៅបងប្អូនដាក់វាច្រើនតិចណាបាទអញ្ចឹងគឺអាចដោះស្រាយបានហើយបងប្អូនយើងខ្លះគាត់គាត់ថាគាត់គោះបាទគាត់គោះឬក៏យកដំបងដេញវាដេញកុំឲ្យវាខាំគ្នាបាទវិធីហ្នឹងក៏យើងដោះស្រាយបានដែរគាត់ថាយើងដោះស្រាយបានតែពេលយើងនៅតែពេលយប់យើងអត់នៅឬក៏ពេលថ្ងៃយើងទៅណាទៅណីអញ្ចឹងទៅយើងមិនទៅអង្គុយឈ្នះយាមវារងថ្ងៃគ្រប់ម៉ោងពេលវេលាណាបងប្អូនមែនទេបាទយើងណាទៅអង្គុយឈ្នះយាមវាព្រោះយើងមានការងារផ្សេងទៀតទៅដែរអញ្ចឹងដំណោះស្រាយដូចថាយើងយកពាត់ឲ្យគោះអីវាអញ្ចឹងណាគោះវាឬក៏វាយវាដេញវាកុំឲ្យខាំគ្នាហ្នឹងអាហ្នឹងវាជួយបានតែមួយគ្រាពេលយើងនៅទេចឹងដំណោះស្រាយដែលគឺថាយើងថានិរន្តរភាពគឺថាវាមានប្រសិទ្ធភាពអញ្ចឹងយើងមានតែបំបែកវាបាទកុំឲ្យវាធំតូចជាងគ្នាខ្លាំងពេកកុំឲ្យវាប៉ិនមេជើងនៅមួយប៉ិនកូនដៃអញ្ចឹងបាទអញ្ចឹងអាហ្នឹងគឺវាស៊ីគ្នាហើយមួយទៀតគឺយើងដាក់ចំណីឲ្យវាឆ្អែតបន្តិចណាបាទចំណីឲ្យឆ្អែតទៅហ្នឹងគឺទៅជាជម្រើសល្អណាជាជម្រើសល្អយើងជិះប៉ត់ដេញវាយឬក៏យើងគោះអីឲ្យវាផ្អើលហ្នឹងគឺជាវិធីដែរបណ្ដាវាសិទ្ធិភាពនៅតែពេលយើងនៅតែពេលយើងមិននៅវាខាំគ្នាដែរណាបាទហ្នឹងហើយឃើញចាក់នេះស្អាតណាបងប្អូនបាទ
ហ្នឹងហើយចឹងវីដេអូមួយហ្នឹងមានតែប៉ុណ្្នឹងទេបាទបង្ហាញបងប្អូនយើងហើយឆ្លៀតបង្ហាញពីការដាក់ចំណីនិងកម្ពស់ទឹកសម្រាប់កង្កែបដែរណាបាទចឹងគ្រប់កង្កែបទាំងអស់គឺទឹកត្រូវនៅពាក់កណ្ដាលខ្លួនវាអញ្ចឹងបងប្អូនបាទមិនចាំបាច់ទឹកច្រើនទេបើទឹកច្រើនអើយបើទឹកច្រើនអត់អីតោងវាកង្កែបវាមិនសូវជាល្អទេអាចធ្វើឲ្យកង្កែបនឹងផឹកទឹកទៅវាហើមពោះបាទអាចធ្វើឲ្យកង្កែបនឹងអត់សូវស៊ីចំណីបាទជាទូទៅយើងដាក់ទឹកកម្ពស់ហ្នឹងគឺល្អបំផុតណាបងប្អូនណាបាទគឺពាក់កណ្ដាលខ្លួនវាទោះបីជាអាតូចក៏ដោយដូចខ្ញុំវីដេអូក្នុងកន្លងមកខ្ញុំបានថតកូនកាតូចៗឲ្យបងប្អូនបានឃើញគឺទឹកពាក់កណ្ដាលខ្លួនវាដូចគ្នាគាត់ថាអាធំចេះពាក់កណ្ដាលខ្លួនអាធំនេះវារាងច្រើនណាបាទហើយអាតូចពាក់កណ្ដាលខ្លួនវាគឺរាងតិចទេណាហើយបើជាទូទៅអាតូចហ្នឹងគឺយើងដាក់ខ្ញុំដាក់ទឹកហើយជាមួយថ្នាំងឬពីរថ្នាំងដែរអញ្ចឹងណាបាទសម្រាប់យើងអត់មានដាក់អីឲ្យវាតោងណាបាទហើយសម្រាប់នៅក្នុងទ្រុងដែរគឺមហាត់ដាក់មានកប៉ោកមានឈើមានអីទេណាបងប្អូនបាទដាក់ស្រឡះចឹងទៅគឺរស់នៅល្អហើយណាមហាត់ដាក់អីច្រើនទេណាបាទហ្នឹងហើយចឹងអរគុណច្រើនបងប្អូនវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបងប្អូនយើងមានចង្អល់អីអាចខលសាកសួរបន្ថែមទៀតបានណាអរគុណច្រើន